គណៈសូមនមស្ការចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់សូមក្រាបថ្វាយបង្គំគោរពគុណចាស់គ្រប់ព្រះអង្គមានព្រះអង្គគ្រូធម្មាភិរតោគុណចាស់នឹងបានជួយបង្រៀនភិក្ខុសាមណេរទៀតនៅនាវត្តកល្យាណីនឹងអត់ពីលោកតាទៅក៏គុណចាស់បានជួយមើលការខុសត្រូវទៀតហើយនឹងចាស់តាព្រះអង្គអវុធៈសតោនឹងគុណចាស់គ្រប់ព្រះអង្គទៀតនឹងសូមគោរពញាតិញោមពុទ្ធបរិស័ទទាំងអស់មានលោកមេជាដើមនឹងហើយឥឡូវយើងបានកសាងកុដិណាគិតទៅបាន6បន្ទប់ណា6បន្ទប់ចឹងបានប្រសង់គង់នៅជាទីសបាយទៀតហើយបានសិក្សានៅព្រះវិន័យជាពិសេសគឺការសិក្សានៅក្នុងវិន័យហ្នឹងគឺល្អមែនទែនទៀតព្រោះធ្វើឲ្យមានការយល់ដឹងពីអភិសមាចារការប្រព្រឹត្តទៅតាមផ្លូវកាយវាចានឹងរៀបរយសង្រួមទៅនៅក្នុងព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងទោះបីជាឆាន់នៅចង្ហាន់បិណ្ឌបាតដែលញាតិញោមថ្វាយប្រគេនដោយសទ្ធានឹងក៏អាចរួចផុតចាកទោសបានទេនឹងហើយបើសិនជាយើងអត់ដឹងទេគឺមិនរួចផុតចាកទោសទេទៀតចឹងបានថាវាតល់តែយើងយល់ដឹងទៅបានអាចជួយខ្លួនឯងបាននឹងហើយញាតិញោមក៏បានអញ្ជើញមកសិក្សាជាប្រកដីចឹងទៅម៉ោងទី1ក៏បានព្រះអង្គគ្រូជួយបង្រៀនព្រះអភិធម្មនឹងហើយខ្ញុំកណាក៏បង្រៀនអភិធម្មនៅក្នុងបច្ចយាការវិភាំងហើយបានចប់ចឹងទៅដើម្បីឲ្យការអប់រំបញ្ញាហ្នឹងគឺចម្រើនឡើងយល់អំពីហេតុផលនៃជីវិតនឹងដែលត្រូវកើតឡើងជាបច្ច័យដល់គ្នាធម៌មួយជាបច្ច័យដល់ធម៌មួយហ្នឹងគឺមិនងាយយល់ទេទៀតមានសភាពល្អិតល្អន់ជ្រាលជ្រៅហ្នឹងចឹងទៅគឺជួនកាលយើងចេះតែបានសូត្រនឹងហើយត្រង់ការដែលត្រូវយល់យល់សិក្ខាដីហ្នឹងវាកម្រទៀតហើយកម្រនឹងបានយល់យើងសូត្រអវិជ្ជាបច្ចយាសង្ខារបច្ចយាវិញ្ញាណហ្នឹងយើងសូត្រចឹងទៅវាចាំបានតែផ្សេងជាអ្នកប៉ុន្តែគឺសភាវធម៌ហ្នឹងគឺមិនមែនគ្រាន់តែជាការសូត្រប៉ុណ្្នឹងទេវាមិនមែនគ្រាន់តែជាផ្សេងជាអ្នកដែលយើងសូត្រឲ្យបានឮប៉ុណ្្នឹងទេគឺជាធម៌ដែលមានការកើតឡើងជាប្រកដីហ្នឹងទៅតាមផ្លូវភ្នែកត្រចៀកច្រមុះដាតកាយចិត្តអីហ្នឹងគឺមានអវិជ្ជាកើតឡើងជាប្រកដីដែលជាបច្ច័យដល់អភិសង្ខារមានបញ្ញាភិសង្ខារជាដើមនឹងដូច្នេះកុសលកម្មអកុសលកម្មដែលកើតឡើងជាប្រកដីតាមផ្លូវកាយវាចាចិត្តហ្នឹងគឺមានបច្ច័យមួយដែលនាំឲ្យកើតឡើងគឺអវិជ្ជាហ្នឹងទានជាឧបនិស្សយបច្ច័យហ្នឹងហើយនៅក្នុងកម្មបទដែលយើងសិក្សារៀនសូត្រមកគឺមកដល់ការចែកនៅកម្មបទនឹងដោយមានដោយធัวដោយកោដ្ឋសៈហើយ
ដោយអារម្មណ៍នឹងចឹងគឺចំពោះអកុសលកម្មបទ10អកុសលកម្មបទ7ហ្នឹងគឺកាយកម្ម3វិច័យកម្ម4អង្គធម៌គឺបានដល់ចេតនានឹងការប្រព្រឹត្តទៅតាមផ្លូវកាយទេណាប្រព្រឹត្តទៅដោយបាណាតិបាតអត្តនេទានឬក៏កាមេសុមិច្ឆាចារៈហ្នឹងអង្គធម៌គឺតួចេតនាហើយនឹងតាមផ្លូវវាចា4ជាវិច័យកម្មអាហ្នឹងគឺចេតនាដូចគ្នានឹងជាមុសាវាទបិសុណាវាចាភរុសវាចាសម្ផបលបៈនឹងគឺជាចេតនាដែលកើតឡើងដោយអកុសលចិត្តប្រព្រឹត្តទៅតាមផ្លូវវាចានឹងដូច្នេះគឺអ្នកប្រព្រឹត្តនៅអកុសលកម្មបទហ្នឹងមិនមានទេប៉ុន្តែចេតនានឹងឯងជាតួកម្មជានាមធម៌ហើយដល់ទៅពេលអកុសលកម្មបទ3ទៀតគឺមโนកម្ម3និងអង្គធម៌គឺបានដល់ចេតសិកប្រកបនឹងចេតនាគឺជាចេតសិកទេណាហើយក្នុងហ្នឹងក៏មានតួចេតនានៅក្នុងហ្នឹងដែរទៀតនឹងអភិជ្ជាហ្នឹងគឺលោភៈនឹងអង្គធម៌របស់អភិជ្ជាគឺលោភៈហ្នឹងទៀតហើយព្យាបាទៈហ្នឹងគឺទោសៈមិច្ឆាទិដ្ឋិហ្នឹងគឺទិដ្ឋិចេតសិកនឹងអញ្ចឹងគឺយើងចាំតួចេតនាដែលជាអកុសលកម្មបទអាហ្នឹងគឺថាតាមកាយតាមផ្លូវវាចាហ្នឹងគឺតួចេតនាសុទ្ធហើយដល់ទៅពេលតាមផ្លូវចិត្តគឺលោភៈទោសៈទិដ្ឋិដែលកើតរួមនឹងចេតនាទៀតហ្នឹងហើយដោយអារម្មណ៍អញ្ចឹងគឺក្នុងបាណាតិបាតហ្នឹងគឺមានសង្ខារជាអារម្មណ៍ព្រោះមានជីវិតតន្ត្រីជាអារម្មណ៍នឹងកន្លែងខ្លះទោះបីជាពោលថាសម្រាប់សត្វអីហ្នឹងក៏ដោយអាហ្នឹងគឺដោយវោហាទៀតណានឹងដោយវោហាយើងថាសម្រាប់សត្វនឹងប៉ុន្តែគឺដោយធម៌ដោយបរមត្តគឺជីវិតតន្ត្រីនឹងឯងទៀតពីព្រោះសត្វដែលត្រូវស្លាប់ហ្នឹងគឺវាអត់មានក្រៅតែជីវិតតន្ត្រីហើយជីវិតតន្ត្រីហ្នឹងចែកទៅជា2ជីវិតតន្ត្រីរូបមួយនិងជីវិតតន្ត្រីនាមមួយទៀតគឺការកាត់ផ្ដាច់នៅជីវិតតន្ត្រីទាំងពីរហ្នឹងឯងហ្នឹងអញ្ចឹងគឺចំពោះបាណាតិបាតហ្នឹងឯងគឺមានសង្ខារមកជាអារម្មណ៍គឺជីវិតតន្ត្រីនឹងសំបីគុណចាស់ញាតិញោមមើលកន្លែងខ្លះគឺឃើញថាសម្រាប់សត្វអីចឹងក៏ដោយហ្នឹងគឺយើងឲ្យចាំបានថាជាវោហានឹងជាវោហាហ្នឹងគឺបានដល់សត្វតែដោយបរមត្តគឺជាសង្ខារជាជីវិតតន្ត្រីនឹងគឺជារូបធម៌និងនាមធម៌អញ្ចឹងហ្នឹងចំពោះបាណាតិបាតអត្តនេទានគឺមានសត្វឬសង្ខារជាអារម្មណ៍ហ្នឹងហើយមានសត្វជាអារម្មណ៍ហ្នឹងយ៉ាងម៉េចដូចជាលួចគោលួចក្របីលួចអីគេចឹងទៅហ្នឹងគឺលួចសត្វហើយចំពោះសង្ខារគឺបោះរបរប្រើប្រាស់វត្ថុណាអីចឹងទៅអាហ្នឹងគឺប្រព្រឹត្តទៅជាសង្ខារសត្វនិងសង្ខារនឹងឯងគឺជាអារម្មណ៍ណាមិច្ឆាចារៈមានសង្ខារជាអារម្មណ៍ដោយអំណាចផោតពៈប៉ុន្តែនៅក្នុងកន្លែងខ្លះលោកពោលថាមានសត្វនឹងជាអារម្មណ៍ដែរអញ្ចឹងទេណាបើទោះបីជាមានសត្វជាអារម្មណ៍ក៏ដោយអាហ្នឹងគឺជាវោហានឹងអញ្ចឹងគឺចំពោះកាមេសុមិច្ឆាចារៈនេះវាតកតងទៅលើផោតពៈគឺសម្ផស្សនឹងការប៉ះពាល់នឹងប្រព្រឹត្តទៅជាកាមេសុមិច្ឆាចារៈហើយមុសាវាទហ្នឹងហើយមានសត្វឬសង្ខារជាអារម្មណ៍ដូចគ្នាទៀតជាមួយនឹងបិសុណាវាចាបិសុណាវាចាគឺ
ก็มีสัตว์នឹងសង្ខារជាអារម្មណ៍នឹងអញ្ចឹងគឺប្ររពសត្វមកជាអារម្មណ៍ហើយពោលកុហកអញ្ចឹងណាកូនចាស់ណានឹងហើយមួយទៀតប្ររពរឿងរ៉ាវមកជាអារម្មណ៍ហើយពោលកុហកហ្នឹងហើយថាឃើញតែថាមិនបានឃើញអញ្ចឹងណានឹងអាចប្ររពសត្វបុគ្គលមកជាអារម្មណ៍ហើយអាចប្ររពនៅវត្ថុនឹងដែលជាសង្ខារនឹងឯងគឺមកជាអារម្មណ៍ហ្នឹងហើយដូចជាគេមកសួររោគតំណប់ជើងស្បែកជើងគេអញ្ចឹងទៅសួរឃើញស្បែកជើងខ្ញុំអត់ហ្នឹងហើយយើងឃើញយើងថាអត់ឃើញថាអត់ឃើញទេអាហ្នឹងគឺប្ររពសង្ខារហ្នឹងឯងមកជាអារម្មណ៍មុសាហើយមួយទៀតប្ររពសត្វមកជាអារម្មណ៍សួរឃើញបុគ្គលកហ្នឹងសម្រាប់សត្វអត់ឬក៏ឃើញបុគ្គលកហ្នឹងលួចយកទ្រព្យគេទេយើងឃើញរួចហើយក៏យើងប្ររពបុគ្គលហ្នឹងថាមិនឃើញហើយកុហកទៅទៀតហ្នឹងមានសត្វនិងសង្ខារមកជាអារម្មណ៍អញ្ចឹងទៀតហើយបិសុណាវាចាណាសម្ដីសូសៀតញុះញង់បំបែកបំបាក់ហ្នឹងហើយប្ររពអំពីបុគ្គលនេះយកមកញុះញង់បុគ្គលនេះហ្នឹងគឺមានសត្វមកជាអារម្មណ៍ប្ររពរឿងនេះយកមកញុះញង់បុគ្គលនេះហ្នឹងហើយហ្នឹងក៏មានសង្ខារជាអារម្មណ៍អញ្ចឹងទៅអាហ្នឹងគឺចំពោះបិសុណាវាចានឹងកាន់យករឿងអ្វីមួយយកមកនិយាយទៅដើម្បីញុះញង់បំបែកបំបាក់ហ្នឹងអញ្ចឹងរឿងរ៉ាវអ្វីហ្នឹងក៏ទៅជាសង្ខារទៅឬក៏វត្ថុនេះនោះអញ្ចឹងទៅទៀតផារុសវាចាមានសត្វប៉ុណ្ណោះជាអារម្មណ៍ពីព្រោះផារុសវាចានេះវាតេតងជាមួយនឹងពាក្យគំរាមកំហែងអញ្ចឹងទេណាពាក្យសម្លុតពាក្យក្រោតក្រៀតអញ្ចឹងវាអត់មានដែលអ្នកណាមានចិត្តប្រព្រឹត្តទៅដើម្បីនឹងគំរាមសម្លុតដើមឈើអីទេអញ្ចឹងហ្នឹងហើយវាសម្លុតវាមានតែសម្លុតមនុស្សវាមានតែជេរមនុស្សជេរសត្វអីអញ្ចឹងទៅហ្នឹងហើយជេរទេវតាអីចឹងទៅខឹងភ្លៀងទឹកលិចអីចឹងខឹងទេវតាជេរទេវតាអីចឹងទៅនឹងពាក្យផារុសវាចាសម្ភបលបៈគឺមានសត្វឬសង្ខារជាអារម្មណ៍ដូចគ្នាប្រពរឿងរ៉ាវភារតៈអីចឹងទៅរឿងសីតាអីចឹងមកជាអារម្មណ៍និយាយទៅឬក៏ប្ររពរឿងរបស់ព្រះរាជាអីចឹងទៅហ្នឹងគឺថាមានសត្វនិងសង្ខារមកជាអារម្មណ៍ហ្នឹងគឺសម្ភបលបៈចំណែកអភិជ្ជាមានសត្វឬសង្ខារជាអារម្មណ៍នឹងឃើញឆ្កែគេស្អាតចឹងទៅនឹកឃើញចង់បានចឹងទៅគិតថាទៅប្រហែលយកគិតចឹងណានៅពេលហ្នឹងឯងគឺប្ររពសត្វមកជាអារម្មណ៍សម្លឹងរំពេចង់បានរបស់អ្នកដតីហើយដល់ទៅពេលឃើញកង់ម៉ូតូគេអីចឹងទៅទុកប្រហែសអីល្មមលួចបានណាអាហ្នឹងអាគំនិតចង់បានរបស់គេដោយគំនិតអាក្រក់ហ្នឹងឯងនឹងប្រព្រឹត្តទៅជាអភិជ្ជាហើយដល់ទៅពេលព្យាបាទៈហ្នឹងគឺមានសត្វតែមួយយ៉ាងជាអារម្មណ៍វាអត់មានណាដែលទៅគិតឲ្យស្មៅនឹងវិនិច្ឆ័យឲ្យដើមឈើព្រៃភ្នំអីនឹងវិនិច្ឆ័យទេនឹងអញ្ចឹងកាលណាគិតគឺថាគិតឲ្យអ្នកនេះវិនិច្ឆ័យចាក់លៀបយោះគិតឲ្យវិនិច្ឆ័យចាក់សុខភាពជានីអីចឹងទៅណាអាហ្នឹងគឺប្ររពទៅលើមនុស្សសត្វនឹងឯងទៀតហ្នឹងអញ្ចឹងគឺព្យាបាទៈហ្នឹងគឺមានសត្វមកជាអារម្មណ៍ដល់ទៅពេលមិច្ឆាទិដ្ឋិគឺមានសង្ខារជាអារម្មណ៍ដោយអំណាចនៃធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ3ធម៌ដែលប្រព្រឹត្តទៅនៅក្នុងភូមិ3គឺមានធម៌អីខ្លះណាធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ3ណាមានរូបវេទនាសញ្ញាសង្ខារវិញ្ញាណហើយទិដ្ឋិនឹងឯងដែលវាមានធម៌ប្រព្រឹត្តទៅក្នុងភូមិ3ជាអារម្មណ៍អញ្ចឹងគឺទិដ្ឋិនឹងឯងគឺមានសង្ខារជាអារម្មណ៍សម្គាល់ថារូបសម្គាល់ថាលោកនឹងទៀងអញ្ចឹងទៅសម្គាល់ថាជីវិតនោះគឺសរីរៈនោះក៏គឺជាការសម្គាល់ទៅលើវេទនាសញ្ញា
សង្ខារវិញ្ញាណនឹងឯងទៀតអញ្ចឹងគឺដោយអារម្មណ៍ហ្នឹងអញ្ចឹងចំពោះអកុសលកម្មបទ10ហ្នឹងទៀតក៏ណាមុនទៀតជាបាតៈហ្នឹងគឺមានសត្វជាអារម្មណ៍ប៉ុណ្ណោះចុះមនុស្សវិញលោកគ្រូសត្វនៅក្នុងទីនេះគឺសំដៅយកមនុស្សដែរលោកគ្រូនៅក្នុងសេចក្តីហ្នឹងណាចង់គ្រូបញ្ជាក់កន្លែងហ្នឹងតិចគីឡូយើងកាន់យកទៅបញ្ចេញជាអ្នកពិទ្យាសាស្ត្រហ្នឹងទៅដូចជារឿងការភ្ជប់ជាបាតៈកើតឡើងមានគំនុំគុំគួនចង់ឲ្យគេវិនិច្ឆ័យអីចឹងនឹងទៅតកតងរឿងមនុស្សគ្រូនឹងរាប់ចូលនេះគ្រូសាធុទេអរគុណគុណចាស់ចំពោះពាក្យថាសត្វនេះសំដៅទៅលើសត្វទេរិឆានឬក៏អីនឹងទេសត្វធ្វៈសត្វធ្វៈនេះគឺសំដៅទៅលើបុគ្គលដែលនៅមានការជាប់ជំពាក់ហៅថាសត្វអញ្ចឹងទេណាអញ្ចឹងពាក្យដែលថាសត្វនេះមនុស្សទេវតាប្រែតនរកអសុរកាយសត្វទេរិឆានអីទាំងអស់គឺហៅថាសត្វអញ្ចឹងដូចជាពោធិសត្វពោធិសត្វហ្នឹងគឺមានន័យថាអ្នកដែលមានការជាប់ជំពាក់និងការត្រាស់ដឹងនឹងហៅថាពោធិសត្វអញ្ចឹងពាក្យដែលថាសត្វនេះនឹងឲ្យបានចាស់គ្រូសាកសួរនឹងជាការល្អគឺពិតការពិតទៅមិនមែនសំដៅយើងនិយាយថាឲ្យទៅពាក្យថាសត្វយើងសំដៅទៅលើសត្វទេរិឆានមែនអត់ទេណោះនឹងប៉ុន្តែមនុស្សក៏ហៅថាសត្វហើយទេវតាប្រអិនប្រព្រំក៏ហៅថាសត្វដូចគ្នាដែរមានន័យថាអ្នកដែលនៅមានការជាប់ជំពាក់នឹងហៅថាសត្វធ្វៈដូចជាសត្វធ្វៈលោកណាសត្វធ្វៈលោកហ្នឹងមានន័យថាអ្នកដែលមានការជាប់ជំពាក់នៅក្នុងលោកហៅថាសត្វលោកនឹងអញ្ចឹងទេហើយជាប់ជំពាក់ហ្នឹងដោយតណ្ហាទិដ្ឋិមានេះនឹងឯងទៀតដែលជាបបញ្ចធัวនឹងគឺធัวជាគ្រឿងធ្វើឲ្យយឺតយូរនឹងអញ្ចឹងគឺយើងឲ្យយល់ពាក្យសត្វនឹងទៅមិនមែនហើយឲ្យទៅសត្វចាបនឹងឲ្យសត្វគោសត្វក្នុងទឹកសត្វលើគោកសត្វក្នុងអាកាសសំដៅយកសត្វអញ្ចឹងអត់ទេសំបីយើងហ្នឹងគេហៅថាសត្វដែរមនុស្សហ្នឹងទេណាហ្នឹងហើយប៉ុន្តែយើងចង្កាលគេជេរថាហីអាសត្វនេះគេជេរអញ្ចឹងខឹងហ៎ខឹងហ្នឹងណាជេរហ្នឹងគឺដោយពាក្យមាក់ងាយប្រដូចទៅនឹងសត្វទេរិឆានអីចឹងទៅប៉ុន្តែដល់ពេលពាក្យទូទៅគឺថាមនុស្សទេវតាសត្វទេរិឆានប្រអិនប្រព្រំហ្នឹងនៅក្នុងអត្តសេចក្តីនៃព្រះធម៌ហ្នឹងគឺហៅថាសត្វនឹងឯងទៀតសត្វធ្វៈលោកមានន័យថាអ្នកដែលមានការជាប់ជំពាក់នៅក្នុងលោកហើយលោកហ្នឹងលោកអីលោកមានប៉ុន្មានហ្នឹងហើយលោកភ្នែកត្រចៀកច្រមុះអណ្ដាតកាយចិត្តកាមលោករូបលោកអរូបលោកហើយហ្នឹងហើយចក្ខុលោកសោតលោកអីហ្នឹងគឺខន្ធលោកអាយតនៈលោកធាតុលោកហ្នឹងគុណចាស់ហ្នឹងអញ្ចឹងគុណចាស់មានអីទៀតទេកណាអញ្ចឹងគឺនៅក្នុងការដែលយើងសិក្សាទៅនៅក្នុងអកុសលកម្មបទហ្នឹងគឺគុណចាស់ញាតិញោមចេះអស់ហើយទេណាហ្នឹងហើយត្រូវដឹងថាអកុសលកម្មបទនេះជាផ្លូវទៅបានដោយលំបាកផ្លូវនឹងលំបាកកាលណាប្រព្រឹត្តតាមនឹងលំបាកជីវិតអត់មានសេចក្តីសុខទេធ្វើបាណាតិបាតអត្តនីទានកាមេសុមិច្ឆាចារៈជាផ្លូវទៅបានដោយកម្រជាផ្លូវប្រកបដោយភ័យមានភ័យដល់ពន្លឹកជាផ្លូវខុសសម្រាប់សត្វជាផ្លូវខុសហ្នឹងហើយនិយាយញុះញង់គេក៏ជាផ្លូវមានភ័យដែរញាតិញោមពុទ្ធបរិស័ទឃើញពាក្យសម្ដីសូកសៀតជាភ័យអីទេភ័យនៅពេលដែលយើងនិយាយបំបែកបំបាក់គេនិយាយចាក់ដោតពីម្នាក់ឲ្យស្អប់ម្នាក់អ្វីដែលយើងនិយាយហ្នឹងធ្វើភ័យទុកឲ្យខ្លួនឯងអញ្ចឹងបានព្រះអង្គសម្ដែងថាផ្លូវហ្នឹងគឺជាផ្លូវប្រកបដោយភ័យដល់ពន្លឹកជាផ្លូវខុសជាផ្លូវដែលពួកអសប្បុរសតែងសែបតែសប្បុរសមិនដែលសែបគប់ទេ
អ្នកទាំងឡាយចូលលះបង់ផ្លូវនោះចេញណាសម្ដីញុះញង់ហ្នឹងណាគឺជាសម្ដីដែលអសប្បុរសតែងសែបចំណែកសប្បុរសទាំងឡាយមិនដែលសែបទេនឹងអញ្ចឹងបានព្រះអង្គសម្ដែងថាអ្នកទាំងឡាយចូលលះបង់នៅផ្លូវនោះចេញអញ្ចឹងយើងលះបង់អត់ទេហ្នឹងហើយយើងត្រូវលះបង់ណាសម្ដីញុះញង់នឹងជួបគ្នាផ្លែតនិយាយដើមគេអាក្រក់ពីគេហ្នឹងណាមែនអត់ទេណាត្រូវមានស្មារតីដឹងថាអូនេះគឺជាផ្លូវដែលព្រះសម្មាសម្ពុទ្ធសម្ដែងថាប្រកបដោយភ័យដល់ពន្លឹកមិនភ័យល្មមល្មមទេណាទៀតហ្នឹងជាផ្លូវខុសជាផ្លូវរបស់អសប្បុរសចឹងញាតិញោមពុទ្ធបរិស័ទចង់ដើរតាមផ្លូវរបស់អសប្បុរសឬអត់អត់ទេហ្នឹងហើយអញ្ចឹងបើយើងអត់ចង់ដើរតាមផ្លូវអសប្បុរសអញ្ចឹងយើងមានផ្លូវសប្បុរសដើរឬទេមានផ្លូវរបស់សប្បុរសគឺវាចាបិសុណាវាចានេះជាផ្លូវដែលសប្បុរសតែងសែបគប់ជាផ្លូវខ្សែមមិនអញ្ចឹងទេណាហ្នឹងហើយភរុសវាចាក៏ដូចគ្នាណាជាផ្លូវខុសជាផ្លូវប្រកបដោយភ័យមានភ័យដល់ពន្លឹកជាផ្លូវអាក្រក់ជាផ្លូវដែលអសប្បុរសតែងសែបហ្នឹងហើយសប្បុរសមិនសែបទេហ្នឹងដូច្នេះគឺព្រះអង្គទ្រង់ត្រាស់សម្ដែងឲ្យយើងលះបង់ផ្លូវនោះចេញមិនអញ្ចឹងទេហ្នឹងហើយញាតិញោមគិតមើលតើយើងអាចលះបង់បានអត់មើលទៅណាហ្នឹងត្រូវតែព្យាយាមលះឲ្យបានណាគឺសម្ដីក្រោតក្រៀតនៅសម័យណាចិត្តនឹងចាប់ផ្ដើមថ្នាំងថ្នាក់ហើយញាតិញោមដឹងខ្លួនឯងណានៅពេលដែលចិត្តនឹងចាប់ផ្ដើមថ្នាំងថ្នាក់វាមានអព្យាបាទវិតកៈហ្នឹងវាចេះតែចេញមកថានិយាយអាក្រក់ថាវាថាឥឡូវវាត្រេះរិះពីក្នុងមកមែនអត់ទេណាដល់តែពេលយើងអត់បានពិចារណានៅពេលដែលវាចាប់ផ្ដើមត្រេះរិះខាងក្នុងពេលហ្នឹងកម្លាំងវាកាន់តែធំមែនអត់ទេណាដល់តែពេលកម្លាំងវាធំយើងអត់មានស្មារតីវាចេញមកតាមអីចេញមកតាមវាចាអញ្ចឹងក៏ទៅជាសម្ដីគំរោះគំរើយក្រោតក្រៀតនៅក្នុងពេលហ្នឹងយើងកំពុងធ្លាក់នៅក្នុងផ្លូវរបស់អសប្បុរសហ្នឹងអញ្ចឹងបើសិនជាយើងបានសិក្សាអញ្ចឹងមកយើងស្គាល់ព្រះអង្គសម្ដែងថាផ្លូវហ្នឹងសប្បុរសមិនសែបទេហ្នឹងហើយសប្បុរសហ្នឹងគឺចាប់ពីកល្យាណពុទ្ធជនអ្នកមានសិលហ្នឹងទៅទៀតរហូតដល់ព្រះអរហន្តអញ្ចឹងទៅនឹងលោកអត់សែបទេផ្លូវសម្ដីក្រោតក្រៀតគំរោះគំរើយហ្នឹងមិនបានលោកអត់សែបពីព្រោះលោកដឹងថាបើសិនជាលោកប្រព្រឹត្តអាក្រក់តាមផ្លូវវាចាទៅភ័យហ្នឹងជារបស់អ្នកណាហ្នឹងហើយភ័យហ្នឹងជារបស់យើងនៅក្នុងពេលនោះឈ្មោះថាយើងបៀតបៀនខ្លួនឯងផងបៀតបៀនអ្នកដទៃផងនៅពេលដែលយើងនិយាយសម្ដីអាក្រក់ចិត្តអាក្រក់ជារបស់អ្នកណាចិត្តអាក្រក់ជារបស់យើងធ្វើឲ្យអ្នកដទៃភ័យតក់ស្លុតមែនអត់ទេណាអាហ្នឹងគឺបៀតបៀនអ្នកដទៃឲ្យដល់នៅសេចក្តីតក់ស្លុតចំណែកខ្លួនឯងសន្សំនៅបាបដ៏ច្រើនហើយមិនត្រឹមតែប៉ុណ្ណោះទេកាលណាបើយើងនិយាយអាក្រក់ទៅរកអ្នកដទៃហើយអ្នកដទៃយ៉ាងម៉េចគឺត្រូវនិយាយអាក្រក់មករកយើងវិញការដែលពោលពាក្យចាក់ដោតគ្នាទៅវិញទៅមកជាផ្លូវនៃសេចក្តីសុខឬក៏ជាផ្លូវនៃសេចក្តីទុក្ខនឹងជាផ្លូវនៃសេចក្តីទុក្ខដូច្នេះឈ្មោះថាយើងធ្វើឲ្យកើតនៅសេចក្តីទុក្ខទាំងពីរខាងអញ្ចឹងអ្នកដែលនិយាយអាក្រក់ឈ្មោះថាបៀតបៀនខ្លួនឯងផងបៀតបៀនអ្នកដទៃផងអញ្ចឹងយើងកុំបៀតបៀនខ្លួនឯងកុំបៀតបៀនអ្នកដទៃអញ្ចឹងយើងមានផ្លូវវាងឬអត់ហ្នឹងអញ្ចឹងគឺភរុសវាចា
cứ ca này dây cột kiệt này anh miền ca mình này dây cột kiệt chia kêu chia viền miền ở tiền đó bao sơn chia phơi sập bờ đó mình miền tế nơi lơ lộc ní miền sập bờ đó tế nè mà ta biểu miền ta phơi ạ sập bờ đó mà thà vía cha để dừng dễ nứng vía miền ta vía cha cọ nứng ai vía cha lõ vía ọt miền này na dây cao tới vía ọt miền đây ở dây cao mình chẳng không mà để miền này na cho dây lõ thế miền ọt tiền đó nâng có phần tay là vía cha cọ cứ chỉ phơi rồi bỏ á sập bờ đó chấm này vía cha lõ miền được ọt miền tròn đai sầm đây lõ nâng anh cứ chỉ cả chia viên sầm đấy cọ chân sầm đấy lọ ní chỉ phơi rồi bó sập bờ rồi đôi cho nó con cha nhiệt nhôm tròn từ phơi mùi nà nâng ấy tròn từ phơiประกอบដោយភ័យឬក៏ចង់ទៅផ្លូវប្រកបដោយសេចក្តីក្សេមមិនចឹងទេណាហ្នឹងហើយដូច្នេះសំដីនេះជាផ្លូវនិយាយអាក្រក់đăng luôn ai nhỉ tàu phơi nà mình chẳng thế nó nằng chẳng ban bỏ ông trung ta sầm đại tha ca phần năng về trên kia đòi về trả rồi mấy nọ một nữ xịt khá đầy tục chẳng con mà cha nhiệt nhôm bột bò để sạch chụp trong về trên kia đòi về trả hay được nữ thế nó nè về trên kia dây vô trên kia nó á này cáp bật đó con trang nhiệt nhôm nơi pe đại dương chuột trên dây vô trên kia nó miền ban ấy thế nè mơ đài khơi nhẹ từ trên kia ban ấy đây mẹ nói tiền đó cứ miền tại cá thưa oi sạch cái đầy tốc cát làng tại dương đằng ngọt dương đằng thà cá tận đơm kia này dây chuột trên kia này dây bản năng kia đòi về cha đấy nó mà cá tốc dương đằng ấy tề nằng ấy dương ọt đằng chân tới kê đã mà trua máu là dương từ về nhà thì nó chập bán đã màu về nhà dương chập bán từ về nhà từ mau tìm phốt mà nè nó skuột tầm mót luôn ai nằng ấy nếu ăn cà ấy thì mẹ đó nằng ấy chẳng nhiệt nhôm riêng ọp rùm cài về trà bạn đang tham miên để na trong này dễ đầm bay cho nên hãy oi cái dễ với nơi xiêm đấy nên ọt riêng bàn đấy chẳng cật mờ sân này dưỡng việc thọp á việc thọp chạy bàn đấy lược khoa kia ấy lược khoa tôi cho sầm đây ní lược khoa kia bàn đấy men ọt đó là người còn tay dương ọt đằng thàn nắng cứ chỉ phơiประกอบដោយភ័យdương ọt đằng chẳng ngày nói ở ma than này nè na trong này dây tình đạo vô nếu cái dây tới dương nghiêm tới nên ọt đó anh nắng đại dương ọp rôm về trà cái ọp rôm chẳng ấy tụ bay ở ma thà lấy dương một sắc xa riêng sâu hay chẳng cả đòi còn tay đó tập bây dương tập lấp từ với dương ọt ọp rôm á nằng chẳng với nơi ta đai men ọt từ nó nằng ấy ọp rôm về trà nó người sạch dương đằng thảo sầm đây bản năng bề trên cùng rùa cùng rơi nằng anh ấy cứ chụp phơi rồi bỏ sập bỏ đó tá hãy bờ sân để dương khơi nè na miên sầm đây cột kiệt một lời nhiệt rồi bỏ dương ấy cứ bình nhập miên smart đây thả nè nước cùng pung từ thắt nè lơ phơi rồi bỏ sập bỏ đóได้chụp phơiประกอบដោយភ័យmen ọt đấy nè chẳng bà dương khơi cái đá nè lơ phơiประกอบដោយភ័យhay dương từ đá đáy rồiយ៉ាងម៉េចở đây mình chẳng thế đấy dương tới chia viên cái lại năng bán mua thải dương đừng ánh kịch cho nhầm pi phơi đểประกอบដោយភ័យដល់ពលិកជាផ្លូវខុសហ្នឹងចឹងទៅយើងកុំសែបទេណាយើងកុំសែបសម្ដីញុះញង់សម្ដីអាក្រក់ការនិយាយរយរាយអត់ប្រយោជន៍អីហ្នឹងក៏យើងស្ងៀមទៅទៀតហើយញាតិញោមចូលចិត្តនិយាយរយរាយចូលចិត្តអត់ហ្នឹងហើយយើងនិយាយក្នុងកិច្ចការងាររក្សាផ្ទះសម្បែងកិច្ចការងារមុខរបរអីអាហ្នឹងវាព្រឹត្តទៅដើម្បីប្រយោជន៍បច្ចុប្បន្ន
anh nắng mình mua thảo ọt bây giờ tới lụa đồ rốt suy từ tu tiên chặt chanh kịch ca nghe sập cướp bài giang á ná nằng hay nhiệt nhôm vô là bịa thành dây ọt bây giờ chẳng bây ọt nằng dây bị prey phnom tần lê sầm mót dây bị tỉ krong ấy chẳng á ná nằng đè ở đó tầng o nắng tu bay chia dương mình thì dễ có việc miền tẹt tôn cho mui múc rồi bo chầm nanh chầm nô lại đây miền ọt đó nằng ấy bây giờ dễ này bị đâm chê này thôi mới được ban Paul mau ấy chẳng hạn ấy mình ọt bây giờ tê nằng được nông múc rồi bó soi chật này nòm kia từ đó bây giờ sầm đây này dễ rồi đi ọt bây giờ nắng nằng ấy dễ rương ọt sẽ đặt sải lên chẳng đó nè năng rừng clay á ná năng hay cái hai tháng sầm đấy này dễ rồi riết ắt bây giờ năng anh chấn tụ bay chơi dân bạch giấy có vì ọt miên kha đây đây chẳng á năng này năng chẳng cư dân từ chạy này gì sừng ruộng về trà chẳng tới hơiบริยัติจัดอบรมตูเมียนจัดนั่งเอาบานละอเรียบร้อยเอาดังท่าอกุศลกรรมบัดอย่างดอบได้ยังเรียนหายนั่งอ่ะนั่งคือจะเพลย์หรือบ่อสับบรอสับบรอแต่งสายเพลย์นั่งสำหรับสัตว์ลุยตรอบเกยแบบปริดเข้าขนมบดเพอริเยเนี่ยดัดเตยไอเตียดเนี่ยเยโซเซียดเนี่ยเยก็ข้อเนี่ยเยโซเซียดยุยงนี่ยัยโกรธเกลียดนี่ยัยรวยเรียเมียนกุมนิดช่องบ้านระบอบเนี่ยดัดเตยได้กุมนิดอักระกึศดำใบเอาเกวินเนี่ยได้ประกาศนามวยให้รวมเมาคือไม่ชาติเทมันเชื่อกรรมพอมันเชื่อทำเมียดาใบดาเมียนกลแต่งดอบนี่เองคือจะเพลย์ระบอบสอบบรอนั่งคือจะเพลย์ได้เมียนเพย์ดาวปุ่นหลักเชื่อดำน้ำแต่การอบายภูมิเตียดพองchẳng dừng trề o nằng phơi nằng đá ở đây hả nằng này mình trề o mình đá phơi luôn tư hả mẹ đọt đó nằng bên lư thấy ở xua là trề o ót ở đây nằng mình đá phơi luôn mày từ nằng đôi dừng nè cờ đã chùm ngư cục pe chẳng á nằng kia tháo mà tê hả năng hôm tết ấy ở đây còn tết ở tháp lịch luôn ấy đang đôi ngay nhá đã sân năng dân về trời tòm chẳng tiền chẳng dân riêng máu nó nhiệt nhôm bồ tát bò để sát dân che đăng bậc pan đăng dân đăng thả cô sao là cả một bọt tầng đọp nó dịp phơi từ can là ba dịp khum chùm này về chia muối này men là mạ là mô men nó men đào tinh kê tam sa ba nên nó men ở tiền đó nằngให้สำคัญบ่มพอดมันเงี้ยชื่อnhiệt nhômคืออดชื่อให้นูเยิงไปชอบอัตรมอดชื่อนั่งไงเมนอดเตียนนะนี่มันได้เลยนะก็พักษาเถื่อนรู้ลอยขยมตามันจังเตียนนะนั่งอดชื่อบาดใดเคยไหมเวียมได้เลยนะก็ในเยี่ยเรื่องเล่นเป็นนี่เป็นนู้อ้อยสบายอยู่ปันนั่งเถื่อนรู้บาปได้งอไปจังเคยไหมเคยอดชื่อไอ้นั่งไงไอ้ตัวอดชื่อไอ้ชอบบ้านนั่งเยี่ยนี่ไม่ขาดมันจังเตียนนะนั่งให้เพิ่มเหมือนนุ่งเกได้เกสำรวจได้บัดมอดจังเตอหรืองงจังเตองัวจังเตอน่ะขนมสังคมเลยก็เอาคลังไอ้เกไอ้จังเตอเหมือมันจังเตียนเนาะนั่งให้เราตัวเปย์ยังหมดดับทัวเปรสมาสัมพุทธพระองค์สำได้ท้าเพลย์ต่างอ้อนั้นจีบเพลย์ได้ละซอบบรอแต่งสายแต่งด่าจีบเพลย์เมียนเพย์đóผลหลักเนี่ยยังกรอนได้ตุ่มร้อมบานปัญญาบานสุเทมาเชื่อปปันนังกรอนะnhiệtโยมกรอนนะเงี้ยเย่nhiệtโยมเกิดตลอดตัวเองได้nhiệtโยมมาตอนบานสดับทัวเมื่อเยี่ยงจังเชื่ออดเชื่อเท่การปีเนยอายุไพศาลไม่เยี่ยปันนังเชื่อนั่งบุญพรำตันดอบไอ้มันจังเลยเนาะนี่เก็บผักสาง่ายสังไอ้หลงงอดใจน้อมขณีผักสานั่งไงแม่นะนั่งไงเงี้ยเชื่อเตียนจังขยมกันได้ขยมบาดไอ้หนังจังอัดบานตอนสดับศึกษาเรียนโซโทอาเวโดยตึกเนียนังเตียนการลางหมอวิทัศน์ในขนมกันลงอาซอบบรอสำหรับสัตว์บานอดนั่งไงตัวบาดใจไอ้จังเตอแม่นะเตียนนะ
năng ấy hay đào tam phơi trong nuôi sợi kế cái hiên nuôi đây nè khơi nhà sợi cái chành tùm mới lọ nuôi cả chạy mà đầy màu hay mình chân rồi đó nè ba dọi mòn này chẳng tử nó pư men đó năng ấy hay tự mơ cô tam phùm kế ấy con tự khơi xoay cái tùm men đó năng ấy tụi bò nó cục vô môn mà trà năng tiến với hiên chăng hay giống miền đăng ấy mấy ban dân hiên tục rực những tham mau bị ọt đăng năng ấy ban mà trà cái đăng tiết rất là sợ bài này về tây trình trần vậy những đôi tên lên buồn mùi mà trà kề đó từ lui từ sọ lui ấy kề năng sọp cục bài dạng và mà trà kề đánh sơ sợ bài thì này năng ba bậc cam năng người mau chẳng ấy dân về ọt đăng cao mỏ ngừng ngất ngừng ngô chẳng ấy từng nhom từng kề năng năng hay tụm rom tập nhẹ cùng nát cao cùng nứt máu cồn trà nhiệt nhiều mấy bạp mà cần nô mẹ nó năng này bạp mình tịch tề tiền còn tay anh ấy với triệt tố rồi bó á với chìa dương miên trong chân này ná năng triệt tố rồi bó lô phé tô xã mố mô hạ tiền năng ngày công tờ lư ấy còn kẹp dùng nòng ruồn ấy nó mạch thế cài đầy ảnh tờ đỏ đỏ nó mẹ nói con cha là ngày nè năng trắng năng hãy đặt tập dân màu riêng bàn chân tơ thả đôi ngơ pi phụ chân đôi ngơ pi rồi đai liền muội dân nhiệt nhôm năng hãy mơ tờ lọp tờ khơi bánh bờ kê bờ bùa tờ đào ấy đại chân rật ấy tiết tờ đấy mà đấy ở đây à năng ngày ở tờ ấy mà bờ bùa khoang cài vậy ấy bạch bằng ấy tiết ở đấy mà lìa năng đại dương ban đăng máu thả đôi về ngơ pi rồi đào liền muội chân tiền khai bạp năng nè năng chân năng đại dương miền ốp bạn đi say nó tây tạ cá đã tươn màu bàn một phần đằng đây lục nè khao có tháo tầm ròm tại bàn chụp thổ trả chật slap bạn hay cả nơi bẹ cần đa là dụ năng thao về số văng năng chi vật năng từ sọc cục bài giang năng nơi sọc tế bàn lôi tấm đăng vô tập vừa ấy bùa khné đọt cổ ngoa bể cổ ấy nào mẹ nói thế nó là ban lôi mau hay nữa lôi rô mau lần hot na hơi nó miền vô tập vừa ấy ban lõ vô tập đá chỉ vật kề tiền những cật mở của khâu của ban na tử mẹ nó là ngày ấy nè khla nó ban lôi máu với ọc sọc mót từng ngoa bể cổ độc đưa nó trong cổ độc đưa này người nó khơi được sọc á mình nuôi dưỡng rồi admin giật thấy nhẫn nhổm là khla nó ngọp chở rắt ngọp cái đốp ngọp ấy ở ha chở rắt đôn nó kia không rung đây tới chi cho anh vô mau thì ngọp đôi là chở rắt đôn năng tiền nè là ngày năng chẳng bản thả riêng về chia ca mình đăng nó cứ cày lê nhờ nhiệt nhổm là ngày hay cầm ao tây nực liền ấy ngọp kê nằng mẹ đó nằng mình chẳng ban tha nuôi dương đấy tha ọt pư vợ đôi tầm miên pư chẳng là ngày nhiệt nhôm miên sal miên ấy là đập thua miên sal ấy nắng cứ ọt ấy thế mình chẳng gì đó là nực liền ấy chẳng tới từ rúa rồi bỏ đây về miền sạch sạp ấy chẳng tới ấy bên nè ọt miền sal ọt chưa nửa lơ cam phol ca sầm lạp sạch ba bay năng tế công tờ nực liền ấy ngọp sạp nắng hồ bát trầu tiền mẹ đấy năng là cái ọt ngành bộ pôn ấy năng tự tin nhà đã bỏ ngọp sạp năng máu riêng mình nói đó năng to tờ rùa sro ấy chẳng tới ngọp kê ọt năng liền nè liền sạch ấy tịch túi sờ ấy nó ngồi miền lụa nợ xá liền pa nhiều sro tiết mồm ngọt game trái tịch mẹ đó là nâng trắng nâng rương chùm non lốp hẹ nâng hay chùm muôi nâng ao về chia nâng nhiệt nhôm khơi nhọt tiền ấy đó tập bê dân ban miền dịch thi miền ca khma bạp miền ca khai bạp chưa nửa lơ cam phol chân máu dường kịch á
tụ bay dương clean dương tròn ban ở vay cả đói còn tay dương kích bị bạp nâng ban nó tay chia liếp rồi bao dương một phần nào tại bờ sân thì dương ót ban đăng cả lại nâng tới miền kích tế mình chẳng tiền á bìa từ tờ món tiền năng chẳng ban dương khơi côn này sạch thia côn này ca để dương đập sắc xa riêng sốt nâng cứ cày lên từ nè tiền nâng còn ta riêng bọt cam bọt nâng chết mà màu bát này nè chẳng rất là môn con cha xạ xù tiền ca pi lồng cha chia về thiệt rạng cột bong năng sôm châm ran po lục cừu đầm bay bàn ở ca xua sầm núa nè tẹt tân ở khung sam phap bala pạ nè đây lục tha miền san ở đây song kha chia rắm hai đôi ẩm nai thoa miền buồn nè thì mỗi cứ tật thắng thì pí sổ táng thì bay một táng thì buồn về nhiên nàng chẳng ớt vô cái này nó chẳng ai lục cừu bị vô muối đòi thoa tật thang nó dạng mấy đòi sổ tang dạng mấy đòi một tang nó về nhiên nàng nó dạng mấy lục cừu vợ xong chơi lục cừu nè sát hữu tiền o bậc con cha nàng cứ đào tật thang đấy cứ bạn đào rùp để thọp khơi máu tiền á nàng ấy rùp tà ròm nắng dây bị đường rùp nàng tới nàng hay đào tập về sổ táng sầm lên để bàn lừ màu đôi dân dây bị sầm lên bọt sân thì sầm một đó nè thì thì riêng sầm lên mía hay rùa sợi dây rồi thiên nó sầm lên và rùa dạng ní ai chẳng từ nắng cứ này dây và róc từ lơ sầm lên hay đã tập về mũ tang ní cứ miền bầy khăn rúa thọt thập bẹ nè này dây ông pi khăn nè khăn ca nó có ô vậy chẳng từ này dây ông pi rương rúa chu rúa hơ rúa prai chẳng từ nắng cứ sát đã trôn được năng xăm phò bả bạ dây rồi đi ở bây giờ hay đã tập về thọt thập bẹ cứ này dây bị cái đau từ chết rừng tuấn tấn cầm ra chẳng mũ tăng nó cứ bày nó còn cha nó cứ khăn rúa thọt thập bẹ hay là tập bê vinh nhía tăng cứ này dê ông pí rương rau xem đại chia rõm bột bật tử đòi thom mì rõm tiền chẳng miền này thà này dê ông pí rúp sầm lên khăn rúa thọt thập bẹ hay nằng thom mì rõm nằng chẳng cứ này dê tiệt tốn cho mùi nắng rõm rồi mùi nằng chẳng á con cha chẳng phần nằng bán ấy con cha từng châu tự đào bạch gia ca rồi bị phèn nâng nhom cái nam mơ nâng nông đây ắt thà thá đại ban phần vô làm pí pon nhá thị song hà nâng chẳng ao về chiếc nhom cái na ati bài pusda là mốm hay cù xòm hay ao về chia nâng hay áp thị song khá của ban ati bài trả đại hỡi lấy dân mơ nay rồi bỏ pre ắt thà tiền đại phần vô làm pí pon nhá thị song hà ngày muốn nâng nhom cái na phần vô làm pí pon nhá hay nâng ăn đánh trẻ ăn đánh chia thế đóคือการมันหยอบโยเปรียบตากระทะลูกบานปัญโยธาไอ้เลยนี้ดำใบตรงสำได้ซองคาแต่งลายนู้โดยประเภทเซงตรึบตราเปียเมียนเจียธาขนมซองคาแต่งลายนู้ปัญญาภิซองคาตาโดยมัดดัดขนมเปรียบบัลลัยนู้เจตนาได้ประพฤติขนมภูมิบุญตราโดยมันกำหนดตกท่าเจตนาได้เจกุศลแต่ปรุตรงกำหนดท่ากามาเวจระรูปาเวจระโดยฉะนั้นเมื่อในท่าเจตนาประพฤติขนมภูมิบุญนั้นเหมือนตราโยกุศลเจตนาต่างอเตนั่งจังคือตราโยกแต่เจตนาได้เจกามาเวจระให้นั่งรูปาเวจระนั่งได้เจปัญญพิสังขาเถอะนะนั่งคือเจตนาดอกใบดวงบานดอลกามาเวจระกุศลเจตนาปรำใบดวงรูปาเวจระกุศลเจตนาปรำดวงชมุท้าปัญญาพิสังขานั่งโดยในได้ขยมกันนาปัญโยรุ่ยหายเถอะนะนั่งก็น่าอ่านเป็นเจตาตะกถากุโลกปัญโยนึกน้องสิกระไดนั่งได้เต็นนั่งฉันคือยังบานดอลเจตนาได้จี
มหากុសលជាកាមាវចរៈកុសល8ដួងនិងរូបាវចរៈកុសល5ដួងអញ្ចឹងចេតនាទាំង13ដួងនឹងឯងឈ្មោះថាបញ្ញាភិសង្ខាដោយបទទាំងឡាយនេះណាទានមយៈណាឬក៏ទានមយាជាដើមទ្រង់សម្ដែងការប្រព្រឹត្តទៅដោយអំណាចនៃបញ្ញកិរិយាវត្ថុនៃចេតនាទាំងឡាយនោះនឹងទានជាដើមអញ្ចឹងជាដើមហ្នឹងវាមានទានមានសិលហើយមានភាវនាអញ្ចឹងទៅទៀតណាក្នុងព្រះបាលីនោះចេតនា8ដួងជាកាមាវចរៈរមែងសម្រេចដោយទាននិងសិលប៉ុណ្ណោះអញ្ចឹងមហាកុសល8ដួងនឹងឯងរមែងសម្រេចដោយការធ្វើទាននិងការរក្សាសិលបុគ្គលកាលបើធ្វើទានហើយរមែងសម្រេចដោយមហាកុសល8ដួងនេះឯងណាមួយតាមសំគួរហើយបើរក្សាសិលក៏សម្រេចដោយមហាកុសល8ដួងនឹងណាមួយដូចគ្នាដែរអញ្ចឹងនៅពេលដែលញាតិញោមពុទ្ធបរិស័ទសមាទានសិលនៅក្នុងពេលនឹងឯងមហាកុសល8ដួងដែលជាកាមាវចរៈកុសលហ្នឹងគឺប្រព្រឹត្តទៅជាបញ្ញាភិសង្ខាហ្នឹងហើយនៅក្នុងការដែលយើងសមាទានសិលមហាកុសលកើតម្ដងទាំង8ដួងឬកើតម្ដង1ដួង1ដួងណាទៀតណាអ្វីត្បិតតែមហាកុសលនឹង8ក៏ពិតប៉ុន្តែមិនមែនសមាទានសិលម្ដងមហាកុសលកើតឯងទាំង8ដួងអត់ទេគឺកើតម្ដង1ដួងណាមួយប៉ុណ្ណោះតាមឧបនិស្ស័យនៃសិលនឹងដែលត្រូវកើតឡើងតែប្រកបទៅដោយញាណសម្បយុទ្ធឬក៏ញាណវបយុទ្ធអញ្ចឹងទៅសោមនស្សឬក៏ឧបេក្ខាសសង្ខាឬក៏ជាអសង្ខារណាមួយតាមសំគួរប៉ុន្តែមិនអធិប្បាយនៅក្នុងរឿងហ្នឹងទេគ្រាន់តែបញ្ជាក់ថាការប្រព្រឹត្តទៅដោយទាននិងការប្រព្រឹត្តទៅដោយសិលអានេះគឺបានដល់ចេតនា8ដួងដែលជាកាមាវចរៈអញ្ចឹងពោលប៉ុណ្ណឹងយល់ដែរទេអញ្ចឹងនៅក្នុងមនុស្សទេវតាអិនព្រំអីទាំងអស់ហ្នឹងគឺមហាកុសលមានតែ8ដួងទេមនុស្សនិយាយល្អក៏និយាយដោយមហាកុសល8ដួងហ្នឹងធ្វើល្អក៏ធ្វើដោយមហាកុសល8ដួងហ្នឹងគិតល្អក៏គិតដោយមហាកុសល8ដួងហ្នឹងដែរអានេះយើងនិយាយពីមនុស្សដែលធ្វើល្អយល់ទេចឹងហ្នឹងតែចេតនាទាំង13ដួងសម្រេចដោយភាវនាប្រៀបដូចជាបុគ្គលស្វាតជាយធัวស្ទាត់ជំនាញរមែងមិនដឹងធัวដែលប្រព្រឹត្តទៅសំបីសន្ធិ1សំបីសន្ធិ2នឹកដល់ទៅដឹងក្នុងផ្នែកជាក្នុងកាលជាខាងក្រោយនឹងលុះត្រាតែនឹកដល់បានដឹងដល់ទៅពេលលោកជំនាញឲ្យលោកបានគិតដល់សន្ធិនឹងទេទៀតយ៉ាងណាពេលព្រះយោគាវចរធ្វើកសិនបរិកម្មពិចារណាឈានដែលកើតស្ទាត់ជំនាញហើយពេលមនសិការកម្មដ្ឋានដែលជំនាញដូច្នោះដូចគ្នាចេតនាដែលប្រះចាញាណក៏រមែងសម្រេចជាភាវនាដោយហេតុនោះខ្ញុំម្ចាស់ទៅពោលថាចេតនាទាំង13ដួងសម្រេចដោយភាវនាអញ្ចឹងគឺនៅក្នុងសេចក្តីនេះលោកបញ្ជាក់ដោយចំណែកដំបូងគឺថាចំពោះមហាកុសលទាំង8នឹងឯងគឺសម្រេចដោយទានដោយសិលអាហ្នឹងលោកនិយាយតែ8ទេប៉ុន្តែដល់ទៅពេលលោកនិយាយសរុបទាំង13ទៅវិញគឺសម្រេចដោយភាវនាបានហ្នឹងអញ្ចឹងសួរថាលោកអាចនិយាយថា13ហ្នឹងសម្រេចដោយទានដោយសិលនិយាយអញ្ចឹងត្រូវឬអត់អត់ត្រូវទេពីព្រោះអីពីព្រោះនៅក្នុងរូបាវចរៈកុសល5ហ្នឹងគឺมันអាចប្រព្រឹត្តទៅដោយទានឬក៏ដោយសិលបានទេតែប្រព្រឹត្តទៅដោយភាវនាតែមួយយ៉ាងនឹងចំណែកមហាកុសល8ប្រព្រឹត្តទៅដោយទានក៏បានសិលក៏បានហើយប្រព្រឹត្តទៅដោយភាវនាក៏បានអញ្ចឹងនៅពេលដែលលោកនិយាយអំពីទានមយៈបុណ្យនិយាយអំពីសីលមយៈបុណ្យគឺនិយាយតែបញ្ញភិសង្ខារដែលជាកាមាវចរៈកុសល8ដួងឯងអានេះលោកអត់តន់និយាយទៅដោយភាវនាទេអញ្ចឹងនៅក្នុងសេចក្តីហ្នឹងគុណចាស់ញាតិញោមយល់ពីការចែកដើម្បីអធិប្បាយរបស់លោកដែរដល់ទៅពេលលោកនិយាយអំពីភាវនាលោករាប់ទាំង13តែម្ដងស្ដាប់តើអីគុណចាស់នៅក្នុងន័យហ្នឹងណា
នេះគ្រាន់តែជាឧបាយការឆ្លាតឆ្លៀសរបស់ព្រះអដ្ឋកថាដែលលោកលើកយកមកបញ្យល់ដំបូងលោកលើកចេតនា8ដួងប៉ុណ្ណោះដែលសម្រេចដោយទានសម្រេចដោយសិលលោកនិយាយតែ8ឯងលោកអត់តាន់និយាយ8ហ្នឹងនៅក្នុងភាវនាទេប៉ុន្តែដល់ទៅពេលលោកនិយាយនៅក្នុងភាវនាមយៈបុណ្យគឺត្រូវលោកនិយាយនៅក្នុងចេតនាដែលប្រព្រឹត្តទៅនៅក្នុងកុសល13ដួងហ្នឹងហ្មងអញ្ចឹងកូនចាស់ហ្នឹងអញ្ចឹងញាតិញោមស្ដាប់តន់ដែរទេហ្នឹងហើយយើងធ្លាប់បានរៀនមហាកុសល8ណាធ្លាប់ហ៎អត់ដែរហ្នឹងហើយមានអ្នកអត់មានអ្នកធ្លាប់ហ្នឹងហើយអញ្ចឹងចាំគុណចាស់ខំប្រឹងកត់នឹងឲ្យហើយទៅតិចទៀតទៅបានដល់មហាកុសល8ហើយមហាកុសល8ហ្នឹងប្រព្រឹត្តទៅដោយទានក៏បានដោយសិលក៏បានហើយប្រព្រឹត្តទៅដោយភាវនាក៏បានទៀតពីព្រោះបុណ្យយើងចែកទៅជាប្រមាណបញ្ញភិសង្ខាចែកទៅជាប្រមាណវាបញ្ញភិសង្ខាហ្នឹងវាប្រព្រឹត្តទៅជាទានមយៈបុណ្យមិនចឹងគុណចាស់ណាហើយប្រព្រឹត្តទៅជាសីលៈមយៈបុណ្យហើយប្រព្រឹត្តទៅជាភាវនាមយៈបុណ្យហើយនៅក្នុងទានមយៈហ្នឹងមានអីខ្លះនៅក្នុងទានមយៈមានទានបត្តិទានបត្តានុមោទនីហ្នឹងគឺរាប់ចូលនៅក្នុងទានហើយដល់ទៅពេលសិលមានអីគេណាដល់ទៅពេលសិលមានអីគេសិលវយវច្ចៈអបចាយណៈខ្ញុំកណាដូចបញ្យលធ្លាប់បញ្យលហើយហ៎ផ្លេចអស់ហើយហ៎ណាសួរទៅធ្វើភ្នែកមូលអញ្ចឹងនៅក្នុងកម្មបទ10ហ្នឹងខ្ញុំកណាដូចចែកច្បាស់ហើយម្ចាស់ហើយដល់ទៅពេលភាវនាមានអីគេខ្លះមានអីគេខ្លះភាវនាធម្មទេសនាធម្មសវណៈសធម្មសវណៈហើយនឹងអីគេទៀតទិដ្ឋុជុកម្មៈអានេះគឺចូលនៅក្នុងភាវនាមយៈបុណ្យអាហ្នឹងគឺនិយាយអំពីកម្មកុសលកម្មបទ10ដែលប្រព្រឹត្តទៅជាទានមយៈសីលមយៈហើយនឹងភាវនាមយៈហ្នឹងហើយអញ្ចឹងខានរំលឹកយូរញាតិញោមផ្លេចអស់ហើយណាហ្នឹងហើយណាអញ្ចឹងបានធម៌ហ្នឹងគឺយើងសិក្សាទៅវាត្រូវក្តោបរឿងហ្នឹងណាអញ្ចឹងគឺដោយសារយើងអត់តាន់បានគិតនៅក្នុងរឿងហ្នឹងជួនកាលទៅសំដែងទៅយើងអត់បានស្ដាប់ឡើងវិញទៅក៏ភ្លេចទៅអញ្ចឹងមានន័យថានៅក្នុងកុសលកម្មបទ10ហ្នឹងគឺចែកទៅជាមេយៈបុណ្យហ្នឹងគឺបុណ្យសម្រេចដោយទានមួយហើយអញ្ចឹងវាត្រូវចែកអញ្ចឹងណាកូនចាស់ណាហ្នឹងវាត្រូវចែកទានហ្នឹងបត្តិទានបត្តានុមោទនីបត្តិទានបកប្រែថាម៉េចឧទ្ទិសបុណ្យបត្តានុមោទនីបកប្រែថាណាអនុមោទនីបុណ្យហ្នឹងហើយនឹងទានហ្នឹងអាហ្នឹងគឺ3អញ្ចឹងណាកូនចាស់ហ្នឹងរាប់ចូលមកទានហើយដល់ទៅពេលសិលវាមានវៃជាវច្ចៈហើយនឹងអបចាយណៈនឹងគឺរាប់ចូលមកនៅក្នុងសិលមួយទៀតនឹងទៅជាសីលៈមយៈបុណ្យប្រមាណហើយ6ហ្នឹងហើយដល់ទៅពេលភាវនាមយៈបុណ្យមានអីគេសធម្មសវណៈស្ដាប់ធម៌ហើយអីគេទៀតសម្ដែងធម៌ហើយទិដ្ឋុជុកម្មៈហើយអីមួយទៀតភាវនាហ្នឹងឯងណាភាវនាមួយទៀតណា4មិនអញ្ចឹងកូនចាស់ណាគឺភាវនា1ស្ដាប់ធម៌សម្ដែងធម៌ទិដ្ឋុជុកម្មៈហើយរាប់បូកភាវនានឹងមួយទៀតទៅជាសរុបទៅប្រហែល6និង4 10ណាហ្នឹងគឺទៅជា3ទានមយៈសីលមយៈភាវនាមយៈអាហ្នឹងគឺកុសលកម្មបទ10ដែលចែកទៅបុណ្យ3យ៉ាងហ្នឹងអញ្ចឹងទេណាហ្នឹងអញ្ចឹងគឺយើងឲ្យចាំពួកធម៌អញ្ចឹងមកទៀតហើយអញ្ចឹងទៅបានយើងគិតមកក្នុងមហាកុសល8នេះប្រព្រឹត្តទៅជាទានប្រព្រឹត្តទៅជាសិលប្រព្រឹត្តទៅជាភាវនាចំណែករូបាវចរៈកុសល5គឺมันអាចប្រព្រឹត្តទៅដោយទានដោយសិលបានទេរូបាវចរៈកុសល5នេះគឺសម្រេចដោយភាវនាតែ
ម្យ៉ាងអញ្ចឹងទៅបាននៅក្នុងខាងដើមលោកពោលតែកាមាវេចរៈកុសល8ទេដែលប្រព្រឹត្តទៅដោយទានដោយសិលនឹងចេតនានៅក្នុងកាមាវេចរៈកុសល8ដល់ពេលនិយាយចេតនានៅក្នុងកុសល13អាហ្នឹងគឺប្រព្រឹត្តទៅដោយភាវនាតែម្យ៉ាងអញ្ចឹងគុណចាស់ស្ដាប់ប៉ុណ្ណឹងតន់ដែរទេកណាសាធុទេនឹងអញ្ចឹងដល់តែពេលយើងសម្រេចទៅដោយភាវនាអានេះគឺប្រព្រឹត្តទៅដោយចេតនាក្នុងកាមាវចរៈកុសល8ហើយនឹងចេតនានៅក្នុងរូបាវចរៈកុសល5ហ្នឹងគឺសម្រេចដោយភាវនាក្នុងទេសនានោះទេសនានេះជាទេសនាដោយសង្ខេបក្នុងបញ្ញកិរិយាវត្ថុមានទានជាដើមថាចេតនាសញ្ចេតនាការតាំងចិត្តការគិតប្ររពទានធ្វើទានឲ្យជាធំយ៉ាងណារមែងកើតឡើងនេះហៅថាបញ្ញាភិសង្ខាសម្រេចដោយទាននឹងមានន័យថាអភិសង្ខាគឺការតាក់តែងនៅបុណ្យដែលសម្រេចដោយទានចេតនាការតាំងចិត្តការគិតប្ររពសិលនឹងគឺបញ្ញភិសង្ខាដែលសម្រេចដោយសិលការប្ររពភាវនាធ្វើភាវនាឲ្យជាធំនេះហៅថាបញ្ញភិសង្ខាសម្រេចដោយភាវនាអញ្ចឹងទាំង3នេះឯងគឺឲ្យឈ្មោះថាបញ្ញាភិសង្ខាអញ្ចឹងបញ្ញភិសង្ខាមានន័យថាការប្រព្រឹត្តទៅជាអភិសង្ខាគឺបុណ្យគឺចែកទៅជា3គឺទានសិលភាវនាដែលទានសិលភាវនានេះសម្រេចទៅដោយចេតនានៅក្នុងកុសលចិត្ត13ដួងរួចហើយយើងចែកតាមនឹងទៅអញ្ចឹងណាគុណចាស់ណាបបណាត្រឹមទានបបណាត្រឹមសិលហើយភាវនាហ្នឹងគឺគិតយ៉ាងម៉េចហ្នឹងអញ្ចឹងនៅក្នុងសេចក្តីហ្នឹងគឺញាតិញោមពុទ្ធបរិស័ទស្ដាប់តន់អីយ៉ាងណាមិនតន់អីយ៉ាងណាចាំសួរទៀតណាទេណាចំណែកកថានេះជាកថាដោយពឹស្ដាបណ្ដាបច្ច័យ4មានចៃវរៈជាដើមឬបណ្ដាអារម្មណ៍6មានរូបារម្មណ៍ជាដើមឬទានវត្ថុ10មានការឲ្យបាយជាដើមមានបាយទឹកនំស្រស់នំក្រៀមអីកូនចាស់ទានវត្ថុសម្ពុតត្រៃចៃវរអីហ្នឹងចេតនារបស់បុគ្គលនៃឲ្យវត្ថុនោះដែលប្រព្រឹត្តទៅក្នុងកាលទាំង3គឺក្នុងបុព្វភាចំណែកខាងដើមចាប់ផ្ដើមតាំងតែពីកើតឡើងនៃរបស់នោះមួយក្នុងវេលាបរិច្ចាគមួយនឹងពេលកំពុងបរិច្ចាគក្នុងការរលឹកដល់ដោយចិត្តសោមនស្សជាខាងក្រោយមួយឈ្មោះថាទានមយៈអញ្ចឹងមានន័យថាបុណ្យសម្រេចដោយការធ្វើទាននៅក្នុងវត្ថុទាំង10មានការឲ្យទានឬក៏មានរូបជាដើមហ្នឹងបុណ្យហ្នឹងមិនមែនសម្រេចតែនៅក្នុងពេលធ្វើទេមុនធ្វើដោយការគិតហ្នឹងគឺសម្រេចទៅជាទាននៅពេលដែលបរិច្ចាគក៏ជាទានហើយនៅពេលដែលបរិច្ចាគហើយរលឹកទៅដល់អំពើកម្មដែលខ្លួនបរិច្ចាគកុសលហ្នឹងក៏រាប់ទានដែរអញ្ចឹងទានតាំងពីបុព្វចេតនាគឺចេតនាមុនធ្វើទានតាំងទឹកក្នុងពេលដែលកំពុងឲ្យទាននៅពេលដែលឲ្យហើយរលឹកទៅដល់ការឲ្យនឹងដោយសេចក្តីជ្រះថ្លាអញ្ចឹងចេតនាទាំង3ហ្នឹងគឺសម្រេចទៅឈ្មោះថាទានតែម្យ៉ាងអញ្ចឹងតើអីទេចំណែកចេតនាដែលប្រព្រឹត្តទៅដល់បុគ្គលអ្នកទៅកាន់វិហារតាំងចិត្តថាយើងនឹងបួសដើម្បីបំពេញសិលដូច្នេះបួសហើយញ៉ាំងមโนរតឲ្យដល់ទីបំផុតហើយក៏រំពឹងថាយើងបួសហើយជាការល្អណោះដូច្នេះសង្រួមក្នុងព្រះបតិមោកពិចារណានៅបច្ច័យទាំងឡាយមានចៃវរជាដើមរវាងនៅចក្ខុទ្វារជាដើមក្នុងអារម្មណ៍មានរូបជាដើមដែលមកកាន់គន្លងហើយជំរះអាជីវៈឲ្យបរិសុទ្ធឈ្មោះថាសីលមយៈហ្នឹងចេតនាគិតទៅដើម្បីបួសហ្នឹងក៏ហៅថាសិលពេលដែលបានបួសអាហ្នឹងក៏ហៅថាសិលដល់ទៅពេលបួសហើយបំពេញនៅបាតិមោក្ខសង្វរៈសិលឲ្យបរិសុទ្ធនឹងដោយការនឹករលឹកទៅដល់សិលដែលខ្លួនបានធ្វើហើយហ្នឹងក៏ឈ្មោះថាសិលអញ្ចឹងចេតនាទាំង3កាលហ្នឹងឯងគឺហៅថាសីលមយៈចេតនាដែលប្រព្រឹត្តទៅដល់ព្រះយោគេវចរអ្នកចម្រើននៅចក្ខុដោយភាពជារបស់មិនទៀងជាទុក្ខជាអនត្តា
ចម្រើននៅរូបទាំងឡាយចម្រើននៅធម៌ទាំងឡាយចម្រើនចក្ខុវិញ្ញាណចម្រើនមโนវិញ្ញាណចម្រើនចក្ខុសម្ផស្សចម្រើនមโนសម្ផស្សចម្រើនចក្ខុសម្ផស្សជាវេទនាចម្រើនមโนសម្ផស្សជាវេទនាចម្រើនរូបសញ្ញាចម្រើនជារាមរណៈដោយភាពជារបស់មិនទៀងជាទុក្ខជាអនត្តាដោយកន្លងផ្លូវវិបស្សនាដែលពោលទុកក្នុងបដិសម្ពិទាមៈនេះឈ្មោះថាភាវនាមយៈអញ្ចឹងគឺបញ្ញភិសង្ខារនឹងចែកទៅជា3គឺទានសិលភាវនានឹងហើយនឹងសេចក្តីនៃព្រះអដ្ឋកថាសុទ្ធទៅទៀតណាហើយញាតិញោមមិនយល់យ៉ាងណាស្អែកខ្ញុំកណាបញ្យល់ម្ដងទៀតនៅក្នុងបញ្ញភិសង្ខារនឹងពីព្រោះយើងកំពុងតែសិក្សាមកដល់អង្គនៃបដិច្ចសមុប្បាតគឺនៅត្រង់អភិសង្ខារចឹងណាកូនចាស់ណានឹងហើយយើងកំពុងតែសិក្សានៅក្នុងបញ្ញភិសង្ខារពីព្រោះអភិសង្ខារនេះគឺត្រូវចែកទៅជា3បញ្ញភិសង្ខារអបញ្ញភិសង្ខារអនិញ្ជាភិសង្ខាររួចហើយ3ទៀតគឺកាយសង្ខារវិច័យសង្ខារហើយនឹងចិត្តសង្ខារដែលយើងត្រូវសិក្សាឲ្យល្អិតល្អន់ដែលអភិសង្ខារទាំង6នេះឯងកើតឡើងព្រោះអវិជ្ជាជាបច្ច័យអភិសង្ខារខ្លះមានអវិជ្ជាជាបច្ច័យដោយឧបនិស្សយបច្ច័យតែម្យ៉ាងទេប៉ុន្តែអភិសង្ខារខ្លះដែលជាអបញ្ញភិសង្ខារមានអវិជ្ជាជាបច្ច័យដោយឧបនិស្សយបច្ច័យផងដោយសម្បយុត្តបច្ច័យផងអាហ្នឹងវាមានសភាពឡាត់ល្អន់ផ្សេងគ្នាអញ្ចឹងហើយអំពីលក្ខណៈរបស់អវិជ្ជាញាតិញោមបានកត់ទៅដែរកត់ហើយនៅហ្នឹងហើយមានបានទន្ទិញទេហ្នឹងហើយខំប្រឹងទន្ទិញសូត្រឲ្យចាំនឹងដល់ទៅពេលខ្ញុំកណាពន្យល់តាមន័យចឹងទៅនឹងញាតិញោមគឺមិនលំបាកស្ដាប់ប៉ុន្មានទេហើយទាំងអភិសង្ខារហ្នឹងក៏ស្ដាប់រឿយតាមនឹងទៀតទៅទៀតចឹងញាតិញោមពុទ្ធបរិស័ទពិចារណាមើលធម៌របស់ព្រះអង្គត្រូវតាមដានល្អិតល្អន់អត់ទេណាហ្នឹងហើយត្រូវតាមដានល្អិតល្អន់ស្វិតស្វាញមិនមែនគ្រាន់តែយើងល្មមឲ្យអាចយល់ធម៌ព្រះអង្គបានទេមិនមែនទេទៀតត្រូវសិក្សានឹងល្អិតល្អន់ស្វិតស្វាញណាស់ហ្នឹងអញ្ចឹងហើយហ្នឹងហើយព្រះអង្គគ្រូពេលដែលចាប់ផ្ដើមចូលមេរៀនអីហ្នឹងអាចរំលឹកទាំងកម្មបត្តិដែលគុណចាស់បង្រៀនហ្នឹងហើយរំលឹកទាំងបដិច្ចសមុប្បាតនេះចឹងណាគុណចាស់ណាជួយរំលឹកដើម្បីឲ្យចាំអង្គហើយអាការយល់នឹងយ៉ាងណាទៀតអាហ្នឹងគឺតាមរយៈការស្ដាប់ទៅបានវាមានការយល់នឹងឯងចម្រើនឡើងមករហូតឃើញសភាពនៃអភិសង្ខារនឹងឯងប្រព្រឹត្តទៅជាជីវិតប្រក្រតីរបស់ខ្លួនឯងហ្នឹងគ្រាន់តែថាយើងវាអត់បានដឹងថានឹងជាអភិសង្ខារសម្គាល់តែខ្លួនអ្នកដតីអញ្ចឹងទៅជួនកាលក៏សម្គាល់តែខ្លួនឯងអ្នកធ្វើបុណ្យជួនកាលសម្គាល់ថាអ្នកដតីអ្នកធ្វើបុណ្យការពិតកុសលធម៌កើតឡើងហ្នឹងគឺជាអភិសង្ខារដែលមានអវិជ្ជាជាបច្ច័យហ្នឹងអញ្ចឹងទៅបានកម្មមានប៉ុន្តែអ្នកធ្វើកម្មមិនមានទេអាហ្នឹងដែលវាចូលនៅក្នុងទិដ្ឋុជុកម្មៈហ្នឹងគឺជាការឃើញត្រង់នៅក្នុងសភាវៈធម៌ហើយនឹងសម្រេចមកនៅគុណដ៏ក្រៃលែងណាស់នៅពេលដែលញាតិញោមពុទ្ធបរិស័ទស្ដាប់អំពីសង្ខារធម៌រឿយអញ្ចឹងទៅសូម្បីអ្នកដតីធ្វើល្អធ្វើអាក្រក់អីគឺញាតិញោមពុទ្ធបរិស័ទអត់ប្រព្រឹត្តទៅដោយការហួងហែងទេគឺឃើញថាជាសង្ខារធម៌ដែលកើតឡើងអំពីបច្ច័យនឹងបើថាអាចនិយាយអាចប្រព្រឹត្តទៅដោយការណែនាំឲ្យមាននៅការយល់ត្រូវបានអាហ្នឹងក៏ពោលទៅហើយបើសិនជាមិនអាចណែនាំបានទេអាហ្នឹងក៏វាផុតវិស័យរបស់យើងទេវាមិនអាចជួយបានទេប៉ុន្តែវាសំខាន់គឺគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទនេះមិនមានសេចក្តីប្រកាន់ក្នុងសត្វនិងសង្ខារហើយអាការដែលមិនមានសេចក្តីប្រកាន់នេះឯងគឺជាព្រះនិព្វាននឹងជាទុក្ខនិរោធការមិនប្រកាន់អកិញ្ចនំអនាទានហ្នឹងការមិនប្រកាន់ការមិនកង្វល់នឹងឯងដែលព្រះអង្គសម្ដែងថាជាទីពឹងដូច្នេះជីវិតរបស់យើងគ្រប់ព្រះអង្គគ្រប់គ្នាណារស់នៅបើមានសេចក្តីប្រកាន់បើនៅតែមានសេចក្តីប្រកាន់នឹងអ្នកដតីឈ្មោះថាអត់មានទីពឹងអ្នកដែលមានសេចក្តីប្រកាន់ច្រើនគឺអត់មានទីពឹងទេពីព្រោះលិចចុះក្នុងសេចក្តីទុក្ខអញ្ចឹងទេហើយញាតិញោមពុទ្ធបរិស័ទនៅប្រកាន់រឿងរ៉ាវច្រើនណាស់ក្នុងโลกនេះនៅ
bờ nới tục hơi mình dân tiền đó là ngày mình ban sọc tê đó chẳng su thả bờ mình bờ can những bật mọt đó thả ọt tê ca ọp rùm priên bật đáy cứ thò mặt đá bần tái mình bờ can nè ca bờ can nó bờ ca tục bần tái ca priên bật đáy nó bờ ca tục rửa ọt ọt tê ca priên bật đáy cứ xí cái đây sọc về tở bần tái dương vì ọt che bật đáy dương che ta bờ can mền ọt rồi nó năng ở tích kia na để che bật đáy kia na bần tái bờ can kia chẩn nạp nè chẳng hay ban vì che ta ca tục nè ca priên bật đáy mình men nó mau nơi gì cái đây tục thế cứ nó mau nơi gì cái đây sọc tiền nè priên bật đáy tiền nè từ tu miến priên bật đáy bần tái bờ chặt bật đáy bật can liếm rương mòn tiền men á năng ảnh chẳng cứ trai chăm thả ca đại miên gì cái đây bật can mơn ní mình bàn sọc tề bộ cô bật can nơi rồi bỏ na hơi rồi bỏ nút mình nó mau nơi gì cái đây tục mình miên tề năng thị một tạ xa mình đấy con cha năng này năng chẳng đào màu ngày tiền chăm sai chăm dương to tiền nó dương chọc bàn tòa nhà thị song kha muối bàn tay nhom cả ná nó rùng lắc sai mà đòn tiền nó tiền đó vì pro thua nó cứ trời rùng lắc hay rùng lắc tiền này còn là chẳng sôm ạ nam mô tani